បាទកាលពីមុនយើងបានរៀនរួចមកហើយនេះគឺជាសញ្ញានៃទឹកប្រាក់នៃរូបិយប័ណ្ណរបស់ប្រទេសជប៉ុនហ្នឹងហើយអញ្ចឹងគឺយើងហៅថាយេនណាអ្នកទាំងអស់គ្នាខ្មែរយើងតែងតែហៅថាយេនហ្នឹងហើយអ្នកទាំងអស់គ្នានិយាយពីកាបូបជប៉ុនវិញមិនថាកាបូបខ្លីឬក៏កាបូបវែងទេឲ្យតែកាបូបដាក់លុយបែបទូចណាគឺតែងតែមានកន្លែងដាក់កាក់អីនៅក្នុងហ្នឹងណាព្រោះអីលុយជប៉ុនគឺមានកាក់នៅក្នុងហ្នឹងហើយរូបិយប័ណ្ណរបស់ជប៉ុនជាភាសាជប៉ុនគឺអេងណាអ្នកទាំងអស់គ្នាដល់ពេលដែលយើងនិយាយជប៉ុនយើងក៏និយាយថាយេនភាសាជប៉ុនយើងហៅថាអេងរីឯកាបូបលុយនឹងវិញភាសាជប៉ុនគេហៅថាសៃហ្វូអ្នកទាំងអស់គ្នាហ្នឹងហើយប្រភេទកាបូបដាក់លុយតូចហ្នឹងហើយដល់ប្រភេទកាបូបហ្នឹងគឺនៅក្នុងហ្នឹងគឺមានកន្លែងដាក់កាក់ហើយអ្នកទាំងអស់គ្នាទៅទិញកាបូបមួយណាក៏ដោយឲ្យតែកាបូបប្រភេទរបស់ជប៉ុនគឺនៅក្នុងហ្នឹងគឺមានកន្លែងដាក់កាក់ចឹងហ្មងបាទជំរាបសួរនិងសួស្តីទៅកាន់អ្នកដែលកំពុងតែទស្សនាវីដេអូនេះទាំងអស់គ្នាជាពិសេសអ្នកកំពុងតែរៀនភាសាជប៉ុននិងរៀនភាសាជប៉ុនតាមរយៈវីដេអូរបស់ខ្ញុំកន្លងមកនឹងអ្នកទាំងអស់គ្នាយល់លុយជប៉ុនមានជាកាក់ផងមានជាกระดาษស្លឹកផងហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងយើងសិក្សាអំពីប្រភេទកាក់ហ្នឹងហើយប្រភេទកាក់របស់ជប៉ុនណាតើវាមានកាក់ប្រមាណខ្លះហើយកាក់ហ្នឹងជាភាសាជប៉ុនគេហៅថាម៉េចអញ្ចឹងអ្នកទាំងអស់គ្នាប្រភេទរូបិយប័ណ្ណកាក់យេនរបស់ជប៉ុនគឺមាន6ប្រភេទហ្នឹងហើយអញ្ចឹងទី1គឺមានប្រភេទកាក់1យេនអញ្ចឹងអ៊ីជីអេងហ្នឹងហើយអ៊ីជីបូក1អេងអ្នកនរគ្នាបន្ទាប់មកគឺហ្គោអេងអ្នកនរគ្នាចំណាំឲ្យតែ5កាក់5យេននិងកាក់50យេនគឺវាមានប្រហោងសួរចំណាំទេកាក់5យេនពណ៌មាសកាក់50យេនពណ៌ទឹកប្រាក់ហ្នឹងហើយបន្ទាប់មកគឺកាក់10យេន1យេន5យេន10យេន10យេនគឺយូអេងហ្នឹងហើយបន្ទាប់មកអត់មាន20អត់មាន30អត់មាន40ទេគឺចូលដល់50យេនតែម្ដង50យេនគឺ go you ang ហ្នឹងហើយតបមកចូលមកដល់កាក់100យេនហ្នឹងហើយអ្នកគ្នាកាក់100យេនហើយនឹងកាក់500យេនអត់មានប្រហោងឯវាធំយំរីកធំទៅតាមចំនួនទឹកប្រាក់អញ្ចឹងណាកាក់100យេនគឺ 100អេងបន្ទាប់មកចូលមកដល់កាក់ដែលធំជាងគេគឺកាក់500យេនហ្នឹងហើយអ្នកទាំងអស់គ្នា500យេនគឺ500អេងបាទអ្នកទាំងអស់គ្នាចូលមកដល់ពាក្យមួយទៀតឲ្យតែកាក់ជប៉ុនឬកាក់អីក៏ដោយយើងហៅតាមភាសាអង់គ្លេសគឺ coin ណា coin យើងអានថា coin តែបើសិនមកអ្នកទាំងអស់គ្នាចង់ហៅតាមបែបជប៉ុនហ្មងគឺសម្រាប់តែលុយជប៉ុនទេគឺអេងហើយបូកដាម៉ាក់មកអេងដាម៉ាក់អរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះស៊ុយគីណែ